រៀបសួរបងប្អូនអតិថិជនរបស់សិប្បកម្មខ្លឹមច័ន្ទថ្ងៃនេះបងសូមបង្ហាញពីក្រែមអាសាមុខឬក៏កែតរងភ្នែកតបងបងមើលទាំងអស់គ្នាសម្រាប់ក្រែនេះគឺមានរាងជាលក្ខណៈអក្សរ S ចាហើយមានខ្នើយអោបមួយហើយខ្នើយកាយទាំងនេះហើយផ្នែកខាងក្បាលនេះគឺអាចសេរីបាន3តង់ចាចាំមើលខ្ញុំសេរីជូនបងបងមើលនេះគឺតង់ទី1ណាបងបងចាយើងលើកបែបនេះមកទី2ទី3តបមកយើងអាចតម្លាក់វិញមកតម្លាក់ធម្មតាវិញចាហើយចំណែកជើងរបស់ក្រែវិញបងបងចាគឺប្រើដែកក្រាស់ល្អហើយមាំអាចទ្រទម្ងន់បានធ្ងន់ចាហើយដែកនេះគឺខាងប្អូនប្រើដែកបាញ់ពណ៌មាសបងបងចានិយាយទៅគឺមាំល្អបងបងហើយចំណែកពូកវិញចាពូកនេះគឺតុនល្អបងបងតុនហើយអេប៉ុងក្រាស់ទៀតចាហើយសម្រាប់ប្រភេទសាច់វិញបើសិនបើបងបងចង់បានសាច់ផ្សេងក៏បានដែរសម្រាប់អានេះគឺភ្ញៀវគាត់ជ្រើសរើសយកប្រភេទសាច់កាំញីសាច់កាំញីគឺវាតុនត្រជាក់ប៉ុន្តែបើសិនជាបងបងចង់បានប្រភេទសាច់ផ្សេងទៀតតម្រូវទៅតាមការពេញចិត្តក៏បានដែរចាបងពុកនេះតុនស្រួលអង្គុយពេលដែលអង្គុយមកគឺមានខាសុខភាពណាបងបងសម្រាប់ធ្នេដេវិញគឺធ្នេដេចេញមកស្អាតហ្មងបងចាបងបងប្រសិនបើបងបងបើខាងសាឡនមានតម្រូវការក្រែម៉ាសាឬក៏ក្រែតរំភ្នែកបែបនេះបងបងអាចកំងពីខាងសិប្បកម្មខ្លឹមច័ន្ទបានចាលើពីនេះទៅទៀតប្រសិនបើបងបងមានតម្រូវការប្រភេទគ្រឿងសង្ហារឹមផ្សេងក៏បងបងអាចកំងមកខាងប្អូនបានដែរចាព័ត៌មានបន្ថែមបងបងអាចឆាតចូលเพจទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ Telegram ឬក៏អញ្ជើញមកដល់ទីតាំងផ្ទាល់ក៏បានដែរអរគុណច្រើនជម្រាបលា